រមណីយដ្ឋានកសិដ្ឋានធម្មជាតិក្នុងស្រុកស្អាងកំពុងទាក់ទាញភ្ញៀវពិសេសថ្ងៃបុណ្យភ្ជុំបិណ្ឌស្រុកស្អាងរយៈពេល3ថ្ងៃបុណ្យភ្ជុំបិណ្ឌភ្ញៀវបាននាំគ្នាសម្រុកចូលទស្សនារមណីយដ្ឋានកែច្នៃបែបកសិដ្ឋានធម្មជាតិយ៉ាងច្រើនកករហូតគ្មានកន្លែងអង្គុយនិងលាន់មាត់ថាពិតជាស្រស់ស្អាតប្លែកភ្នែកប្លែកអារម្មណ៍ដោយមានសម្ព័ន្ធភាពល្អក៏ប៉ុន្តែម្ហូបអាហារមានតម្លៃថ្លៃខ្ពស់បន្តិចក្នុងមុខទឹកមុខប្រកបដោយភាពខ្លះសប្បាយរីករាយភ្ញៀវបានចូលទស្សនានៅរមណីយដ្ឋាន Coco Quam Cambodia បានរៀបរាប់ទាំងសំណើមញញឹមថាពួកគាត់ពិតជាប្លែកភ្នែកណាស់នៃការរៀបចំប្រកបដោយភាពទាក់ទាញនិងកន្លែងកម្សាន្តនិងថតរូបយ៉ាងស្រស់ស្អាតហើយពិតជាស្ងើចសរសើរម្ចាស់ទីតាំងមែនទែនដែលបានកែច្នៃដំកាដូងមាននិងផ្លែបឺឲ្យទៅជារមណីយដ្ឋានដ៏ទាក់ទាញសម្រាប់មនុស្សគ្រប់វ័យយ៉ាងដូចនេះគ្រាន់តែអាហារផ្សេងរួមមានការកម្មង់គឺសេវាយឺតយ៉ាវនិងតម្លៃថ្លៃក្បឿបន្តិចក៏ពិតមែនតែក៏ទីតាំងធំទូលាយប្រកបដោយខ្យល់អាកាសធម្មជាតិបរិសុទ្ធនិងកន្លែងកម្សាន្តច្រើនមានទាំងសួនសត្វទីលានសម្រាប់កុមារកន្លែងបាញ់ធ្នូទូកកាយ៉ាក់យ៉ាងសម្បូរបែបពិសេសអ្នកចូលចិត្តថតរូបមកមិនខប់នោះទេនិងមិននឹកស្មានថាស្រុកស្អាងមានរមណីយដ្ឋានកែច្នៃបែបធម្មជាតិស៊ីវិល័យដូចនេះសោះហើយកន្លែងរមណីយដ្ឋាននេះក៏មិនឆ្ងាយពីរាជធានីភ្នំពេញនោះផងលោកហ៊ានមានមេការគ្រប់គ្រងរមណីយដ្ឋាននេះបានប្រាប់ឲ្យដឹងថាដើមឡើយថៅកែរបស់លោកគ្រាន់តែទិញដាំដុងមាននឹងផ្លែបឺតាមបែបធម្មជាតិនិងសម្រាប់មកលំហែផ្ទាល់ខ្លួនតែប៉ុណ្ណោះតែដោយសារតែគាត់ធ្លាប់ដើរលេងបរទេសច្រើនប្រទេសនិងសម្លឹងមើលឃើញពីសក្តានុពលទេសចរផងនោះព្រោះនៅក្បែរប្រលានយន្តហោះតេជោនិងនៅមិនឆ្ងាយពីក្រុងតាខ្មៅផងនោះក៏បង្កើតជារមណីយដ្ឋាននេះឡើងហើយចាប់តាំងពីបើកមកតែងមានភ្ញៀវចូលមកកម្សាន្តជាហូហែជាពិសេសនៅថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យឈប់សម្រាកជាក់ស្ដែងប៉ុន្មានថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះឃើញភ្ញៀវសម្រុកចូលមកលេងច្រើនមែនតែនហើយក៏សូមអភ័យទោសពីសំណាក់ភ្ញៀវខ្លះដោយអត់មានកន្លែងអង្គុយគ្រាន់តែចូលមកទស្សនានិងថតរូបអនុស្សាវរីយ៍រួចក៏ត្រឡប់ទៅវិញផងដែរលោកបានបញ្ជាក់ថាសម្រាប់មនុស្សចាស់ត្រូវទិញសម្បុត្រចូលទស្សនាក្នុងម្នាក់តម្លៃ 10000 រៀលឯកូនក្មេងតម្លៃ 5000 រៀលនិងសម្បុត្រនោះអាចដូរបាននៅភេសជ្ជៈក៏ចូលលេងសួនសត្វជិះទូកកាយ៉ាក់ជិះស៊ីក្លូរទេះភលុងបាញ់ធ្នូជិះសេះជាដើមហើយក៏មានលក់បន្លែផ្លែឈើធម្មជាតិក្នុងកសិដ្ឋានជូនភ្ញៀវផងដែរហើយរមណីយដ្ឋានស្ថិតក្នុងភូមិកំពង់ទ្រាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលនិងមានចម្ងាយប្រមាណជាង10គីឡូម៉ែត្រដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ101និងបត់ស្ដាំចូលតាមខ្លងទ្វារវត្តធនមុនតាមផ្លូវបេតុងប្រមាណ3គីឡូម៉ែត្រ